ว้าวการประกวดแวะประดับประหลอดในการวิธีประกวด Miss Infinity Cambodia ឆ្នាំ2026គឺថាវ៉ាវតែម្ដងចង់ដឹងថាវ៉ាវមិនខ្លះតោះថ្ងៃនេះត្រីនឹងនាំបងប្អូនទាំងអស់គ្នាចូលទៅមើលក្នុងកម្មវិធីអូយើងដើរមកដល់កម្មវិធីហើយកម្មវិធីថ្ងៃនេះគឺគេធ្វើនៅ Fun Multi-K តែងខ្លួនបែប30ហើយមកដល់បានជួបជាមួយនឹងសិល្បករសិល្បករនីស្រីស្រស់ប្រុសស្អាតជាច្រើនឈប់ទីចូល live ឈិតឆាត់បន្តិចសិនអូខេសូមជើញបង Hello Welcome to Infinity Welcome to Family Me Infinity ចឹងជាដំបូងអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែតាមដានការ live ផ្ទាល់ជាមួយនឹងកម្មវិធី Miss Infinity Cambodia ឆ្នាំ2025ហើយក៏សូមគោរពដល់សិល្បកររៀនច្បងក៏ដូចជាសិល្បករទាំងអស់គ្នាផងដែរអូខេបងមានអារម្មណ៍បងក្នុងការមកឃើញបរិយាកាសរបស់ថ្ងៃ Final ផង Miss Infinity Cambodia ឆ្នាំ2026អូយខ្ញុំភ័យវ៉ាវតែម្ដងព្រោះតែខ្ញុំចាំខ្ញុំបានមកចូលរួមជាមួយនឹងកម្មវិធី Runway Bikini កាលពីមុនបាទហើយខ្ញុំរំភើបមែនតើនៅពេលដែលបានមានឱកាសមកចូលរួមជាមួយនឹងកម្មវិធី Coronation Night នៅក្នុងរាត្រីមួយនេះបង expect អីថាថ្ងៃនោះមាន show អីព្រោះដោយសារតែពួកយើងបានត្រៀមច្រើនណាស់តែចង់ដឹងភ្ញៀវកិត្តិយសវិញថាមាន expect អីពីកម្មវិធី Miss Infinity Cambodia ឆ្នាំ2026ខ្ញុំអាចនិយាយបានប្រហែលថាខ្ញុំជឿជាក់ព្រោះតែខ្ញុំ surprise ម្ដងហើយនៅកម្មវិធី Runway ថ្ងៃមុនគឺថា show ចេញមកគឺពិសេសមែនតើទាំងសិល្បករដែលចូលរួមជាមួយនឹងបេក្ខនារីយើងគ្រប់គ្នាតែម្ដងហើយខ្ញុំជឿថាកម្មវិធីថ្ងៃនេះគឺជា Coronation Night នឹងកាន់តែពិសេសជាងថ្ងៃមុនទៀតអូយនិយាយទៅខ្ញុំពិតជាចង់ឲ្យបងទៅឃើញនៅ show ថ្ងៃហ្នឹងខ្លាំងមែនតើព្រោះតែបង expect ខ្លាំងអីចឹងពិតជាចង់ឲ្យបងរបៀបទៅអង្គុយទទួលអារម្មណ៍ដែលពិសេសនៅយប់ហ្នឹងផ្ទាល់មែនតើហ្មងហើយបងមានពីអីជូនពរទៅដល់បេក្ខភាពទាំង18រូបរបស់ពួកយើងតែថ្ងៃហ្នឹងចឹងជាចង់ខ្ញុំមានតែពាក្យមកថាខ្ញុំជឿជាក់លើកម្មវិធីហើយខ្ញុំជឿជាក់លើសមត្ថភាពរបស់បេក្ខជនបេក្ខនារីដែលគាត់បានមកចូលរួមនៅថ្ងៃនេះហើយខ្ញុំក៏សូមជូនពរពួកគាត់ទោះបីយ៉ាងម៉េចក៏ដោយថ្ងៃនេះគឺជាយប់ពិសេសរបស់ពួកគាត់អញ្ចឹងបញ្ចេញអស់ពីសមត្ថភាពមិនថាពិបាកប៉ុណ្ណាក៏ដោយប៉ុន្តែសូមឲ្យគាត់បញ្ចេញអស់នៅសមត្ថភាពរបស់ពួកគាត់ហើយខ្ញុំជឿជាក់ថាយប់នេះយើងនឹងទទួលបាន Miss Infinity ឆ្នាំ2025ដ៏មានគុណភាពម្នាក់បាទអរគុណអូខេអរគុណបងភ្ញៀវកិត្តិយសជាបន្តរបស់យើងគាត់តែចូលរួមការ live chit chat ចប់ភ្លាមយើងឡើងមកកម្មវិធីតែម្ដងរកកន្លែងអង្គុយគ្មានអង្គុយណាទេអង្គុយក្រឹងតែអ្នកស្គាល់គ្នាហ្នឹងហើយក៏សូមអធិស្ឋានពុកម៉ែបងប្អូនក៏ដូចជាម្ចាស់កម្មវិធីផងព្រោះថា live មួយហ្នឹងនិយាយខុសមិនមែនឆ្នាំ2025ទេគឺឆ្នាំ2026ចេះថាចង់ចាស់អូយគ្រាន់បើកឆាយនិយាយថាគ្រាន់បើកឆាចេញមកគឺវ៉ាវតែម្ដងទាំងឈុតទាំងការរាំគឺអែមចំពោះកម្មវិធីថ្ងៃនេះគឺមានកម្មវិធីសម្ដែងពិសេសច្រើនកម្មវិធីដំបូងហ្នឹងគឺជាការរាំបើកឆាកនិងការបង្ហាញខ្លួនបេក្ខនារីនីមួយៗហើយបន្ទាប់មកក៏មានការប្រកាសពានរង្វាន់ពិសេសជាច្រើនហើយជាកម្មវិធីបន្តទៀតហ្នឹងគឺជាការដើរ swimsuit ដើរ swimsuit គឺថា MM មែនតើបេក្ខនារីទាំងអស់គ្នាគឺពោពេញទៅដោយ power តែម្ដងហើយក៏មានជាការប្រកាសពានរង្វាន់មួយចំនួនថែមទៀតហើយបន្តមកទៀតហ្នឹងគឺជាការសម្ដែងពិសេសអំពីសិល្បករនេះរបស់យើងឥឡូវនេះដល់វាដើរ evening gown ហើយខ្ញុំសូមសរសើរទៅចំពោះកម្មវិធីមួយនេះបេក្ខនារីរបស់យើងគឺថា evening gown ប្លែកស្អាតនិយាយទៅតាក់ទាញផ្នែកខ្លាំងមែនតើហើយបន្តមកគឺដល់ពេលដែលរន្ធត់ដែរចាប់ផ្ដើមប្រកាសជ្រើសរើស top 10 ហើយបន្តមកឆ្លើយ keyword រើស top 5 ហើយរើស top 3 ហើយក៏ដល់វគ្គប្រកួតនៅសំណួរចម្លើយរបស់ top 3 របស់យើងថាតើគាត់មានភាពវៃឆ្លាតដល់កម្រិតណាដើម្បីប្រកួតដើម្បីដណ្ដើមយកមកកត់នៅក្នុងរាត្រីនេះលេងសើចអីខ្ញុំឡើងរន្ធត់ជំនួសពួកគាត់មែនតើពីព្រោះថាគាត់ទាំងពីរនោះគឺសុទ្ធតែមានសមត្ថភាពដូចគ្នាយល់ទៅប្រហាក់ប្រហែលគ្នាមែនតើហើយជាចុងក្រោយក៏យើងបានស្វែងរកឃើញនៅម្ចាស់ជ័យលាភីរបស់យើងគឺ MIC លេខ12ចំណែក MIC លេខ01 Zada គាត់ទទួលបានលំដាប់រងទី1សូមអបអរសាទរដល់បេក្ខនារីទាំងពីររូបហើយក៏ជូនចំពោះបេក្ខនារីទាំងអស់គ្នាដែលបានចូលប្រកួតទោះបីជាបានចូល top ក្តីឬក៏មិនបានចូល top ក្តីប៉ុន្តែអ្នកទាំងអស់គ្នាបានខំប្រឹងអស់ផលិតភាពហើយយ៉ាងណាក៏ចូលរួមអបអរសាទរនឹងខ្លួនឯងនិង winner របស់យើងទាំងអស់គ្នា